brand នេះគឺល្បីទូទាំងពិភពលោកហើយ Watchmaker ឃើញគាត់ជាស្គាល់គឺជា brand របស់ Swiss បាទជំរាបសួរបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលបានកក់ Warman The Apsara ក្នុងវីដេអូនេះខ្ញុំនឹងជម្រាបជូនបងប្អូនតែម្ដងថាហេតុអីបានកក់ហើយត្រូវរងចាំយូរគឺដោយសារ model នេះគឺធ្វើការដំឡើងខ្លួនឯងហើយព្យាយាមឲ្យមានភាពល្អិតល្អន់មែនទែនហើយភាពសុក្រិតហើយ detail មែនទែនមុននឹងទៅដល់ដៃអតិថិជនអញ្ចឹងមុននឹងបាននាឡិកាដៃនេះរួចសពគ្រប់ដើម្បីជូនបងប្អូនគឺយើងត្រូវការឆ្លងកាត់ការដំឡើងហើយការដំឡើងទៀតសោតបងប្អូនឃើញនៅលើតុហើយគឺយើងត្រូវមានឧបករណ៍ដែលស្តង់ដាសូម្បីតែទល់លាវីឬក៏ tool ផ្សេងៗដែលត្រូវយកមកដោះឬក៏មកគុំនាឡិកានេះគឺជា brand Swiss តែម្ដងគឺ Bergen បងប្អូនស្គាល់ហើយ brand នេះគឺល្បីនៅលើពិភពលោកដែរហើយយើងយកមកប្រើដើម្បីប្រកាសថាការដំឡើងជូនបងប្អូនអត់មានភាពស្នាមភាពស្កូតឬក៏ផលិតកន្លែងណាទៅលើនាឡិកាដៃបងប្អូនទេមួយវិញទៀតបងប្អូនដឹងទេថាការគុំនាឡិកាមួយគឺមិនអាចយកដៃប៉ះទេគឺត្រូវការពាក់ស្រោមដៃឬក៏មានតាគៀបដែលមានស្តង់ដាដើម្បីគៀបការពារការស្កូតការផលិតកន្លែងនាឡិកាដៃហើយបើកាលណាយើងយកដៃទៅប៉ះផ្ទាល់គឺវាមានធម្មតាដៃយើងអាចមានក្អែលមានជាតិប្រៃមានសំណើមចឹងទៅអញ្ចឹងធ្វើឲ្យនាឡិកាដៃនោះយូរឆាប់គឺនឹងមានច្រេះអូខេអញ្ចឹងមកដល់ចំណុចនេះមុននឹងយើង in-passing ឬក៏ដាក់នាឡិកាដៃចូលគុំទៅក្នុងតួតែមួយយើងត្រូវធ្វើ timing សិនហើយដើម្បីធ្វើ timing ទៅលើម៉ាស៊ីនយើងប្រើប្រាស់ time grapher brand Vichy ដែល brand នេះគឺល្បីទូទាំងពិភពលោកហើយ Watchmaker ឃើញគាត់ជាស្គាល់គឺជា brand របស់ Swiss Vichy នេះគឺផ្ដល់សុក្រិតភាពមែនទែនសម្រាប់ Watchmaker យើងទាំងអស់គ្នាក្នុងការធ្វើ timing ហើយមុននឹងធ្វើការ timing គឺយើងត្រូវយកម៉ាស៊ីននេះមកដាក់នៅលើម៉ាស៊ីន demagnetizer ឬក៏ anti magnetic ដើម្បីដកដែន magnetic ចេញឲ្យអស់ពីនាឡិកាដៃនេះសិនហើយយើងនឹងធ្វើការដាក់នៅលើម៉ាស៊ីន Vichy ដើម្បីមើល timer របស់យើងទាំងអស់គ្នាWarman The Apsara គឺយើងត្រូវបានតេស្តជា6 position បងប្អូនដឹងស្រាប់ហើយថាយើងប្រើប្រាស់ប្រចាំថ្ងៃគឺយើងមិនមែនដាក់នឹងតែមួយមុខទេជាងការយើងដាក់ដៃចុះលើកដៃឡើងលើកន្លប់កាប់ថ្ងៃអញ្ចឹងទៅអញ្ចឹង Warman សម្រាប់ថាយកការធ្វើតេស្ត6 position ដើម្បីប្រកាសថាបងប្អូនពាក់ទៅគឺមានសុក្រិតភាពនៃម៉ោងតែម្ដងអញ្ចឹងចង់ដឹងថាការតេស្ត6 position របស់យើងគេតេស្តវាមិនខ្ញុំនឹងជម្រាបជូនក្នុងវីដេអូនេះតែមុននឹងជម្រាបខ្ញុំចង់នាំបងប្អូនមកមើល data rate នៅលើ time grapher នេះទាំងអស់គ្នាបន្តិចសិនអញ្ចឹងខ្ញុំសូមស្កប់មួយដើម្បីងាយស្រួល detail ប្រាប់បងប្អូនឃើញទេ rate គឺ 9.1 amplitude នេះគឺ 290 អញ្ចឹងដូចខ្ញុំជម្រាបជូនមុននឹងអញ្ចឹង standard គឺពីរោងចក្រមករបស់ NH35 គឺបូក25ដក15ហើយនេះ Warman បាន regulate បានល្អមែនតើខ្ញុំហ៊ាននិយាយថាល្អមែនតើគឺបូក10ដក5ដែលយើងអាចធ្វើបានអញ្ចឹងមានន័យថាការដើរទៀងឬក៏សុក្រិតភាពនៃនាឡិកាគឺកាន់តែ perfect ជូនបងប្អូនបន្ទាត់គឺត្រូវតែត្រង់ភ្លើងបែបនេះបងប្អូនពិសេសមែនតើហើយខ្ញុំបញ្ជាក់បន្តិច290 amplitude នេះគឺសម្រាប់សំដៅទៅលើ power របស់ម៉ាស៊ីនហើយនេះគឺសំដៅទៅលើការយឺតការលឿនរយៈពេលក្នុងមួយថ្ងៃក្នុងកន្លែងនេះ Warman តេស្ត6ចំណុចនេះតេស្តមិនគឺក្នុងមួយ position គឺទាំងលើទាំងកាប់ទាំងអីហ្នឹងគឺយើងយកលេខដែលយើងទទួលបាននេះបូកបញ្ចូលគ្នាហើយយើងចែកជាមួយនឹង6 position យើងនឹងឃើញលេខមធ្យមក្នុងការយឺតនិងលឿនក្នុងរយៈពេលមួយថ្ងៃនៃនាឡិកាដៃជាក់ស្ដែងប្រសិនបើលេខ amplitude ធ្លាក់រហូតដល់250គឺមានន័យថាម៉ាស៊ីនកំពុងតែជួបបញ្ហាហើយអាចថាស្ងួតប្រេងឬក៏មានដីមានអីនៅក្នុង moment អញ្ចឹងទៅអញ្ចឹងជំហានបន្ទាប់បើសិនជាយើងរកឃើញបែបនេះយើងត្រូវយក moment មកលាងនៅក្នុងម៉ាស៊ីនដ៏ទំនើបនេះគឺ Elma នេះគឺយើងជា brand របស់អាល្លឺម៉ង់ហើយទំនើបមែនទែនបងប្អូនមានច្រើន block អញ្ចឹងមក block ទៅមក block គឺយើងប្រើប្រាស់ទឹកដែលពិសេសมันអាចទឹកធម្មតាយកមកលាងម៉ាស៊ីននាឡិកាបានទេអញ្ចឹងម៉ាស៊ីននឹងធ្វើការលាងពីមក block តម្លាក់ទៅមក block តម្លាក់ទៅមក block រហូតទៅដល់ block មួយដែលអាចសម្ងួតម៉ាស៊ីននេះអាចថាអត់មានជាតិទឹកនៅក្នុងម៉ាស៊ីនតែម្ដងនេះគឺជាជំហានដែលយើងត្រូវធ្វើបន្ទាប់នឹងបន្ទាប់ពីយើងបានម៉ាស៊ីនមួយដែលស្អាតហើយយើងផ្ទៀងជាមួយ time grapher ថាអូ perfect ហើយយើងនឹងធ្វើការ encasing តែមុននឹងធ្វើការ encasing យើងត្រូវពិនិត្យទៅលើ micro ទស្សន៍ដែរបងប្អូនថាតើនៅលើផ្ទៃមុខនៅលើ hand នៅលើតួគឺមានដីអត់យើងត្រូវធ្វើការសម្អាតឲ្យស្អាត detail ជូនបងប្អូនមុននឹងប្រើប្រាស់មួយវិញទៀតបើសិនជាយើងរកឃើញថាតួមានដីកន្លែងណាដែលយើងអាចលូកជូតសម្អាតជ្រះទេគឺយើងនឹងធ្វើការលាងជាមួយនឹងម៉ាស៊ីន ultrasonic ដ៏ទំនើបរបស់ Elma ដែលនាំពីអាល្លឺម៉ង់ដូចគ្នាម៉ាស៊ីននេះគឺយើងប្រើប្រាស់ទឹកថ្នាំមួយយ៉ាងដែលយើងអាចដល់
ភាពស្អាតជូនតួទាំងមូលរបស់គ្រឿងការតែម្ដងហើយសូមបញ្ជាក់ ultrasonic មុននឹងយើងលាងគឺយើងអត់អាចដាក់ជាមួយទាំងម៉ាស៊ីនទាំងអីទេវាអាចមានបញ្ហាដល់អាចគ្រោះថ្នាក់ដល់គ្រឿងការដូច្នេះយើងដាក់តែតួចូលហើយគឺលាងបានស្អាតជាមួយនឹងភាពរំញ័រជាមួយទឹកថ្នាំដែលមានគុណភាពគឺងាយស្អាតជូនបងប្អូនតែម្ដងហើយបន្ទាប់ពីយើងលាងស្អាតអស់ហើយយើងដល់វគ្គ in case ដែលយើងគុំនាងការដៃនឹងចូលគ្នាតែម្ដងហើយនៅពេលដែលគុំរួចគឺ final step របស់យើងគឺ QC យើងនឹងធ្វើការពិនិត្យទៅលើ detail ផ្សេងទៀតដូចជាមានការតេស្តទឹកការតេស្តជំរាបទឹកហើយការទុករហូតដល់48ម៉ោងដើម្បីមើលថានាឡិកាដៃនេះ working smooth មានបញ្ហាអីអត់អញ្ចឹងមិនត្រឹមតែធ្វើតេស្តទៅលើម៉ាស៊ីនទេយើងធ្វើតេស្តជាក់ស្ដែងទៀតផងដោយទុកនាឡិកា48ម៉ោងមុននឹងប្រគល់ជូនភ្ញៀវហើយមុននឹងជូនភ្ញៀវទៀតសោតយើងនឹងធ្វើការវេចខ្ចប់យ៉ាងស្អាត premium ជូនបងប្អូនតែម្ដងហើយនេះគឺជាជំហានមួយដើម្បីប្រកាសថាយើងបានផលិតផលមួយដែល premium ដែលយកចិត្តទុកដាក់ពីក្រុមការងារ Warman ដើម្បីប្រគល់ជូនបងប្អូនអ្នកប្រើប្រាស់ធានាឲ្យបានការប្រើប្រាស់យូរអង្វែងជាមួយនឹងភាព detail និងភាពសុក្រឹតអរគុណសូមជម្រាបលា